ការអភិវឌ្ឍសមត្ថភាពនិងបណ្ដុះបណ្ដាលបុគ្គលិករបស់លោកអ្នកជាមួយវិធាន Episode ទី2 Create Self Collection បញ្ហារបាយការណ៍របស់ SME ភាគច្រើនមិនមែនមកពីប្រព័ន្ធទេប៉ុន្តែមកពីមនុស្សទិន្នន័យនិងវិធីសាស្ត្រការងារដូច្នេះវិធានមិនត្រឹមតែផ្ដល់ប្រព័ន្ធគណនេយ្យទេប៉ុន្តែថែមទាំងបណ្ដុះបណ្ដាលអនុវត្តជាក់ស្ដែងនិងគាំទ្រដល់អ្នកជំនាញក្នុងស្រុកផងដែរ Episode ទី2 Create Self Collection ជាដំបូងលោកអ្នកចូលទៅក្នុង Quick Access បន្ទាប់មកជ្រើសរើសយកពាក្យ Create Collection បន្ទាប់មកលោកអ្នកសូមពីបំពេញ Payment Date Payment Method និងលេខ Invoice រួចបំពេញប្រតិបត្តិការផ្សេងៗរួចធ្វើការប៉ុស្តិ៍យកតែម្ដងជាលទ្ធផលលោកអ្នកបាន Entry ដែល Automate ចេញមកពី System ដោយលោកអ្នកគ្រាន់តែវាបំពេញលើប្រតិបត្តិការទទួលប្រាក់ពីអតិថិជនតែប៉ុណ្ណោះដូចនេះទោះបីជាលោកអ្នកមិនចេះ Debit Credit លោកអ្នកក៏អាចប្រើ System វិធាននេះបានផងដែរដែលជាលទ្ធផលទី2នោះគឺលោកអ្នកនឹងទទួលបាន Official Receipt ដែលហៅថាបានទទួលប្រាក់ដូចនេះលោកអ្នកអាចចេញ Official Receipt ទៅឲ្យអតិថិជនរបស់លោកអ្នកបានលទ្ធផលទី3នោះគឺ Automate Collection Report ដែលជារបាយការណ៍ទទួលប្រាក់ពីអតិថិជនជាចុងក្រោយលទ្ធផលដែលបុគ្គលិករបស់ SME នឹងទទួលបាននោះគឺការប្រើប្រាស់មុខងារក្នុងប្រព័ន្ធបានត្រឹមត្រូវនិងមានអ្នកជួយផ្ដល់ប្រឹក្សាយោបល់នៅពេលដែលត្រូវការជំនួយ